ស្ដីទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបានទៅដើរលេងនៅហូជីមិញនៅប្រទេសវៀតណាមរយៈពេល3ថ្ងៃខ្ញុំអត់ដែល record voice over នេះទេនេះលើកទី1ឯងដែលខ្ញុំ record ចឹងបើតោះខុសអីនឹងឯងអនុគ្រោះឲ្យហងភាសាខ្ញុំមានវីដេអូច្រើនពីដំណើរដើរលេងមួយហ្នឹងចឹងខ្ញុំធ្វើជាវីដេអូទៅខ្ញុំ rate នៅកន្លែងដែលខ្ញុំបានទៅដើរលេងចឹងណានឹងឯងមហោបហើយនឹងកន្លែងដើរលេងចឹងឥឡូវគឺពួកខ្ញុំបានទៅដល់ហូជីមិញខ្ញុំផ្ញើអីវ៉ាន់នៅវរៈប៊ុនថាមនឹងសិនដោយសារនឹងឯង apartment គេអត់តឲ្យចូល check in អញ្ចឹងយើងទុកអីវ៉ាន់នៅគេសិនទៅយើងទៅ cafe មួយ cafe ហ្នឹងគឺមានឈ្មោះថា Little Hanoi Egg Coffee ហើយកាហ្វេនៅនឹងមើលទៅគេរៀង cater ទៅបរទេសច្រើនជាងហ្នឹងហើយអត់សូវមានម្ហូប local ទេប៉ុន្តែខ្ញុំបានកំង signature drink របស់គេគឺជា egg coffee របស់គេនឹងឯងហើយនេះគឺដូចអ្នកនរគ្នាឃើញអញ្ចឹងវាមាន cream ពីលើហ្នឹងអញ្ចឹងណាមួយកាហ្វេហើយខ្ញុំចូលចិត្តខ្លាំងមែនតើ this is a must try ខ្ញុំឲ្យ10លើ10មកសារឆ្ងាញ់ខ្លាំងមែនតើegg របស់គេអា cream របស់គេហ្នឹងគឺអត់សូវឆ្អាបegg ទេហើយកាហ្វេរបស់គេក្រាស់ទៀតវា caffeine ខ្ពស់ចឹងណាចឹងពេលញ៉ាំទៅគឺឆ្ងាញ់ខ្លាំងមែនតើអ្នកដែលគាត់ចូលចិត្តកាហ្វេ I recommend this one គឺឆ្ងាញ់ខ្លាំង style ដែរពេលហ្នឹងគឺខ្ញុំញ៉ាំបាយថ្ងៃហើយហ្នឹងហើយនៅលើឡានចឹងអត់បានកំងម្ហូបគេមាន pancake មាន egg benedict ម្ហូបគេរៀង cater ទៅបរទេសច្រើនតែទាំងអស់គ្នាអាច try it out បានឥឡូវពួកខ្ញុំបាន check in ហើយចឹងពួកយើងដើរទៅញ៉ាំបាយល្ងាចរបស់យើងហើយដូចដំបូងយើងដើរនៅកន្លែងសួនច្បារសួនអីគេចឹងណានៅវៀតណាមដូចទាំងអស់គ្នាឃើញចឹងនៅហូជីមិញគឺសួនច្បារគេធំខ្លាំងមែនតើនៅកណ្ដាលទីក្រុងរបស់គេហ្នឹងណាហើយស្ងាត់ល្អមែនតើគឺដោយសារដើមឈើច្រើនណាយ៉ាហើយទាំងអស់គ្នាដឹងអីគឺបាញ់អ៊ុតរបស់យើងហ្នឹងឯងបាយល្ងាចគឺទៅគឺហាក់มันអាច skip បានទេគឺយើងត្រូវទៅកន្លែងហ្នឹងហើយពេលខ្ញុំទៅហ្នឹងគឺមានបងប្អូនខ្មែរនៅនឹងច្រើនដែរនិយាយទៅគឺម្នាក់គឺគេទៅនឹងចឹងដោយសារអីម្ហូបវាឆ្ងាញ់មែនខ្ញុំទៅហូជីមិញ4ដងណាលើកនេះហ្នឹងហើយខ្ញុំញ៉ាំនៅកន្លែងហ្នឹងរហូតឃើញចានគឺស្អាតទៅទេឡតចឹងហ្មងហើយបន្ទាប់មកក៏យើងទៅមក post office ហើយគេមាន book street របស់គេដែរនេះគឺដូច walk street របស់យើងចឹងប៉ុន្តែ book នឹងឯ stall មួយគឺគេលក់សភៅលក់ souvenir លក់វត្ថុអនុស្សាវរីយ៍ផ្សេងៗចឹងទៅខ្ញុំអត់បានថតវីដេអូនឹងឯមានតែរូបប៉ុន្តែគឺតំណងខ្លាំងមែនតើដោយសារប៉ុន្តែភាគច្រើនសភៅគឺសិតតែបកប្រែជាវៀតណាមចឹងណាចឹងខ្ញុំអត់បានទិញដែរស្ដាយចឹងនៅម្លុក post office ហ្នឹងគឺមានកន្លែងមើលច្រើននេះគឺវិហារគ្រឹះហើយក៏ដាក់រូប decor ឲ្យស្អាតចឹងណាមួយយ៉ាងដែរជា tourist attraction ដែរឆ្លាតគេហៅ creative ហើយនេះ post office គេពេលយក night life ប៉ុន្តែម្ហូបនឹងថ្លៃណាលោកអើយថ្លៃណាស់ណាប៉ុន្តែវាមានជម្រើសផ្សេងដែរថោកជាងនឹងចឹងណាហ្នឹងហើយឥឡូវពួកយើងទៅ Circle K ហើយខ្ញុំ stumble upon this ice cream អូយខ្ញុំសប្បាយចិត្តមែនតើព្រោះឃើញសុកគេធ្លាប់ល្បី ice cream មួយហ្នឹងហើយគេនាំគ្នាញ៉ាំគេថាឆ្ងាញ់គ្រប់គ្នាហើយនៅខ្មែរអត់មានចឹងខ្ញុំសាឆ្ងាញ់មែនតើទាំងអស់គ្នាខ្ញុំមិនដឹងអ្នកធ្វើ vlog ផ្សេងធ្លាប់ recommend ក្រែមចឹងអត់ទេណាពីមុនប៉ុន្តែខ្ញុំ recommend មកទៅវៀតណាមមករកក្រែមនឹងញ៉ាំឆ្ងាញ់មែនតើព្រោះល្បីគេល្បីគឺមិនមែនចេះតែល្បីទេណាវាឆ្ងាញ់របស់គេមែនឆ្ងាញ់ហ្មង This is the best ice cream I've ever had That's so funny ចឹងពួកយើងក៏ជិះជុំវិញហូជីមិញយើងមើលចឹងទៅហើយពួកម៉ាក់ខ្ញុំគាត់ចង់ទៅ E-Mart ដោយសារ E-Mart គេនេះគឺធំខ្លាំងមែនតែនធំជាង Aeon ទៀតហើយមនុស្សច្រើនខ្លាំងគេលក់គ្រប់យ៉ាងសិតតែម្ហូបនំចំណីរបស់របរពីខាងកូរ៉េហើយតម្លៃថោកទៀតបងខ្ញុំវាឆែក Google ថា how much ហ្នឹងនិយាយវិញឲ្យទៅ Mart ហ្នឹងគេ scan របស់ដាក់យកដល់កមកហើយពួកខ្ញុំអត់បានទិញអីច្រើនទេនិយាយទៅវាតិចតួចដែរហើយនេះខ្ញុំបាន cheese ball ដោយសារអីធ្លាប់ឃើញ Alvin and Chipmunk ក្នុង Alvin and Chipmunk អូបដកលុយcheese smooth បងអូនខ្ញុំវាថាវាធ្លាប់ញ៉ាំបោះសៀមអញ្ចឹងបើខ្ញុំមើលមុខវាអញ្ចឹង
រួនបាយមូតហ្មងនិយាយទៅនេះគឺថ្ងៃស្អែកពួកខ្ញុំក៏នឹងថ្ងៃផឹកឡើងក៏យើងដើរជុំវិញកន្លែងយើងដេកទៅរកអីញ៉ាំតិចតួចនឹងថ្ងៃបាយផឹកហើយនេះកាហ្វេ local as we already know គឺដូចតែនៅស្រុកខ្មែរយើងចឹងកាហ្វេគេនឹងថ្ងៃកាហ្វេវៀតណាមហ្នឹងណាគេហៅកាហ្វេថ្មប៉លចឹងហើយ yeah it tastes the same ហើយនេះគឺកាទៀវគេដាក់ហុយទៀវណាំវាងនឹងហើយកាទៀវភ្នំពេញហើយឃើញចឹងតំណងណាម៉ែប្រៃដល់ក៏ខ្ញុំ I cannot ខ្ញុំញ៉ាំទៅឡើងប្រៃមែនតើខ្ញុំធ្វើមុខអត់សមហ៎ cause I didn't believe I didn't believe how salty it was ញ៉ាំមានអស់ណាទាំងអស់គ្នាអត់អីទេគាត់ថា yeah keep it in mind ហើយបន្ទាប់មកក៏ពួកខ្ញុំទៅ Pink Church របស់គេឈ្មោះថា Ding តាមខ្ញុំគិតហ្នឹងហើយគឺស្អាតខ្លាំងមែនតើគេផាត់ពណ៌ផ្កាឈូកនឹងឡើងគឺដោយសារតែពេលហ្នឹងគឺក្រោយសង្គ្រាមអញ្ចឹងពួកគាត់ចង់លាបពណ៌មួយដែលតំណាងឲ្យសន្តិភាពអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់យកពណ៌ pink ហើយនៅទល់មុខ church ហ្នឹងហ្មងគឺមានហាងកាហ្វេកុង coffee I'm not sure the pronunciation ប៉ុន្តែយើងមើលពីកាហ្វេហ្នឹងទៅគឺឃើញ church ហ្នឹងហ្មងណាហើយនេះគឺកាហ្វេរបស់គេin my opinion កាហ្វេនេះគឺស្រាលឆ្ងាញ់ខ្ញុំក៏មកcoconut coffee ប៉ុន្តែវាស្រាលចឹងប្រហែលជាគេធ្វើដើម្បីតម្រូវឲ្យមនុស្សទាំងអស់គ្នាញ៉ាំបានចឹងទៅនឹងអីចឹងធ្វើរៀងស្រាលតែសម្រាប់ខ្ញុំជាអ្នកផឹកកាហ្វេយូរឆ្នាំដែរវារៀងស្រាលនឹងអីស្រាលមែនតើបើអ្នកដែលគាត់អត់សូវបកកែកាហ្វេប្រហែលជាញ៉ាំទៅឆ្ងាញ់ហើយគាត់លក់ជាប្រអប់អនុស្សាវរីយ៍កញ្ចប់កាហ្វេមាន salted cream អីដែរខ្ញុំសាកអាហ្នឹងដែរខ្ញុំយកមកឆុងនៅផ្ទះផឹកហ្នឹងហើយវានៅតែស្រាលប៉ុន្តែវាឆ្ងាញ់ណាហ្នឹងហើយអញ្ចឹងI would recommend cafe របស់គេស្អាតហើយគេមានវេរ៉ង់ដាខាងក្រៅទៅយើងអាចមកថតរូបជាមួយនឹង church របស់គេស្អាតមែនតើហើយពួកខ្ញុំក៏បានធ្វើដំណើរទៅទិញវត្ថុអនុស្សាវរីយ៍តិចតួចចឹងណាហ្នឹងហើយទៅកន្លែងមួយទៅមួយយើងដើរមើលទីក្រុងរបស់គេចឹងទៅហើយបានទៅដល់កន្លែង alleyway គេកន្លែងហ្នឹងគេហៅ concept store ដូចហាងរបស់ artist មួយចឹងណាហ្នឹងហើយចឹងអីវ៉ាន់របស់ពួកគាត់រៀងថ្លៃដែរ which understandable ដោយសារជា artwork របស់គេហើយយើងបានថតរូបតិចតួចទៅនៅ alleyway គេរៀងខ្ជូតដែរហើយនេះគឺ concept store គេខ្ញុំអត់ស្គាល់ឈ្មោះខ្ញុំដាក់ឲ្យហើយទិញបាន magnet នេះមួយដែរខ្ជូតទៅ You are the pate to my banh mi ដល់មកពួកយើងទៅញ៉ាំបុនរីយ៉លខ្ញុំអត់ស្គាល់ខ្ញុំអត់ដឹងហៅមិនជានំបញ្ចុកស្រស់ហ្នឹងហើយមកហូបអញ្ចឹងគឺខ្ញុំអត់សូវចំណូលទេហ្នឹងហើយអ្នកផ្ទះខ្ញុំហ្នឹងហើយអត់សូវញ៉ាំបានដែរប៉ុន្តែខ្ញុំអាចញ៉ាំបានគាត់ថាមិនជា favorite អញ្ចឹងណាតែឆ្ងាញ់ហ្នឹងហើយបន្លែរបស់គាត់សទឹករបស់គាត់មកហូបរបស់គាត់ហ្នឹងគឺឆ្ងាញ់ញ៉ាំបានពួកខ្ញុំញ៉ាំអស់ដែរអញ្ចឹងណា yeah so this is our lunch on the second day ចេញពីហ្នឹងទៅក៏យើងបានទៅកន្លែង post office ដើម្បីយើងទិញsouvenir យកផ្ញើអ្នកផ្ទះហ្នឹងហើយរបស់របស់គេហើយនៅមុខហ្នឹងគឺគេមានជា city bus ដាក់ឲ្យយើងជិះអញ្ចឹងណាយើងទិញហើយជិះដូចជាតម្លៃ$76ដែរម្នាក់ហ្នឹងហើយ150,000 ដងហើយយើងជិះលេងទៅ cause it's a city បងអូនខ្ញុំក៏គាត់ដែរមកអញ្ចឹងខ្ញុំជូនគាត់ជិះលេងអញ្ចឹងទៅហ្នឹងហើយមើលស្ពានមើលអាគារមើលគេអញ្ចឹង it's good like we're tourists we just do tourist thing you know ជីដូចជា40នាទីដែរហ្នឹងឯងមើលទីក្រុងរបស់គេអញ្ចឹងយប់ឡើងក៏ពួកយើងមកកន្លែងហាងគ្រឿងសមុទ្រមួយនេះខ្ញុំអត់ស្គាល់ឈ្មោះដែរប៉ុន្តែឆ្ងាញ់ហ្នឹងឯងខ្ញុំអត់បានថតវីដេអូហ្នឹងឯង style ដែរតែម្ហូបរបស់គេគឺឆ្ងាញ់ខ្ញុំ recommend it's good ហើយកន្លែងវា chill ហើយដូចនៅខ្មែរអញ្ចឹងតំណងមកពួកខ្ញុំនៅហើយក៏និយាយគ្នាលេងអញ្ចឹងណាហើយនេះគឺស្អែកផឹកឡើងពួកយើងត្រូវត្រឡប់ទៅវិញនៅថ្ងៃហ្នឹងហើយនេះគឺបបរគ្រឿងគេខ្ញុំដើរតាមផ្លូវឃើញហើយក៏ទិញឆ្ងាញ់ប៉ុន្តែរៀងឆាប់តលាន់ដោយសារគ្រឿងគាត់រំងាស់ហ្នឹងគឺគ្រឿងក្នុងអញ្ចឹងបើវាឡើងរៀងខ្មៅហ្នឹងណាចាបបរគ្រឿងគេអត់មានតាមថៃ I don't know why ពួកខ្ញុំបានទិញសបុតត្រឡប់ទៅវិញម៉ោង 11:45 ថ្ងៃហ្នឹងហើយព្រោះអត់ចង់ចូលផ្ទះយប់ពេកទេអញ្ចឹងយើងមានពេលតិចតួចដែរអញ្ចឹងណាយើង roam around the city ខ្ញុំជិះទៅកន្លែងចាស់ខ្ញុំដោយសារខ្ញុំធ្លាប់មកលើកមុននៅម៉ាឡុកហ្នឹងវាមានហាង Legend Coffee ហ្នឹងហើយខ្ញុំចង់ឲ្យបងអូនខ្ញុំសារដោយសារកាហ្វេគេជា dripping coffee យើងត្រូវចាំរៀងយូរដែរងាប់បានកាហ្វេផឹកហើយពួកខ្ញុំក៏មក caramel macchiato របស់គេឆ្ងាញ់
ហ្នឹងហើយនេះ vibe cafe របស់គេ cafe នេះហៅត្រង់ងាយហ្នឹងហើយខ្ញុំអត់ច្បាស់ដែរខ្ញុំអាចនឹងអានខុសហ្នឹងហើយតែចាំខ្ញុំដាក់ឈ្មោះលើហ្នឹងគឺខ្ញុំអ្នកផឹកកាហ្វេខ្ញុំផឹកទៅអូខេហ្នឹងហើយឆ្ងាញ់ហ្មងហើយនេះខ្ញុំឲ្យគាត់ដាក់ less coffee less sugar ទៀតចឹងវារៀងផ្អែមតិចៗដែរហើយក្នុងហ្នឹងវាមាន grass jelly ក្នុងហ្នឹងទៀតខ្ញុំឡើង surprise like មួយកែវនោះរៀងថ្លៃដែរហ្នឹង4ឡាយដែរហើយផឹកតែឆ្ងាញ់មែនឆ្ងាញ់ខ្ញុំ recommend ដោយសារវាសម្រាប់អ្នកដែលគាត់ផឹកកាហ្វេហ្នឹងហើយរកកាហ្វេដុតនេះកន្លែងហ្នឹងគឺឆ្ងាញ់ខ្ញុំធានាហើយខ្ញុំចង់ឲ្យបងអូនខ្ញុំសាកដែរអញ្ចឹងណាព្រោះទិញផឹកលើកមុនវាឆ្ងាញ់ដែរហើយនេះខ្ញុំផឹកឡើងអស់ហើយណាបើខ្ញុំចាប់អារម្មណ៍ថាមានចូលហួយហើយនៅក្បែរហ្នឹងគឺមានហាងលក់អីវ៉ាន់ទុកផ្ញើទៅអ្នកផ្ទះអញ្ចឹងណាយ៉ាអញ្ចឹងហើយបើខ្ញុំជិះមករៀងឆ្ងាយដែរមកកន្លែងហ្នឹងដោយសារធ្លាប់មកហ្នឹងហើយវាស្រួលវាមានកាហ្វេក្បែរហ្នឹងហើយវាមានហាងលក់អីវ៉ាន់អស់ហ្នឹងទៀតអញ្ចឹងវាស្រួលហ្មងហើយតម្លៃធូរទេគាត់លក់គ្រប់យ៉ាងផ្ទះរបស់គាត់2ល្វែងញុកហ្មងមានតែផ្លូវដើរហើយចូលទៅអត់មានមនុស្សទៅចាប់យកទៀតនិយាយទៅគាត់ទុកចោលហ្មងអីវ៉ាន់គាត់ឡើងញុកផ្ទះគាត់ហ្នឹងហ្មងអើយទៅសើហ្មងអ៊ីហើយនេះគឺពួកខ្ញុំទៅផ្ទះវិញហើយយើងជិះអាពពួក premium គេឲ្យចង់សាកយ៉ាអូយស្រួលរបស់គេមែនខ្ញុំនិយាយមែនស្រួលហើយនេះគឺខ្ញុំទិញយកមកផ្ទះខ្ញុំយកមកសាកខ្ញុំចង់ដឹងវាមាន salted coffee ហើយនឹង legend នេះឆ្ងាញ់ធ្លាប់ទិញហើយខ្ញុំសាករបស់គេសាកមួយម៉ាក់ខ្ញុំ yeah she also said that វារៀងស្រាលវាអត់មានកាហ្វេនិយាយទៅផឹកឡើង2-3សិបអីមិនដឹងថាមានកាហ្វេក្នុងហ្នឹងប៉ុន្តែបើសិនជាអ្នកដែលគាត់ចង់ទិញយកផ្ញើអ្នកផ្សេងដឹងថាឆ្ងាញ់ហ្មងផឹកបានអត់អីទេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាដើរលេង3ថ្ងៃវាតិចដែរហ្នឹងហើយដើរបានតិចកន្លែងមែនតើប៉ុន្តែក៏ល្អដែរ it's a quick getaway for me ហើយក៏មាន footage អស់នេះទៅក៏ខ្ញុំដាក់ compile ចូលគ្នាដើម្បីធ្វើវីដេអូលេងទៅហ្នឹងហើយវាពេញ memory ខ្ញុំហងSee you in the next video bye